កូនក្រមុំមិននឹកស្មានដល់សោះថាមនុស្សដែលនាងរៀបការជាមួយគឺជារូបសពទៅវិញអ្វីដែលចម្លែកជាងនេះទៅទៀតនោះគាត់មិនទាន់ស្លាប់ផងតែត្រូវគេបោះចូលទៅក្នុងឈូសនាងដឹងថាប្តីនៅមានដង្ហើមគាត់កំជុលប្រាក់ចេញដើម្បីត្រៀមសង្គ្រោះនាងក៏ចាក់ចូលទៅលើថ្នាំងសរសៃរបស់គាត់ភ្លាមនោះអ្នកបម្រើការក៏បញ្ជាទៅអ្នកក្រោមបង្គាប់ឲ្យប្រញាប់បិទគុំរបំឈូសហើយយកវាទៅបូជាភ្លាមដើម្បីឲ្យខ្លួនឯងបានត្រឡប់ទៅជួបលោកស្រីវិញឲ្យបានលឿនពេលដែលអ្នកបម្រើការកំពុងតែភ្លេចខ្លួនដៃម្ខាងបានលូកចេញពីមឈូសដែលធ្វើឲ្យអ្នកដែលមកបិទទំឈូសភ័យស្លុតពួកគេម្នាក់រត់គេចខ្លួនដូចឃើញខ្មោចអ្នកបម្រើការប្រញាប់ឲ្យពួកគេឲ្យឈប់រួចនិយាយថានាងគ្រាន់តែជាអ្នកជាប់មឈូសដែលគ្រួសារទិញមកប៉ុណ្ណោះទោះនាងភ្ញាក់ហើយក៏គ្រាន់តែចាប់នាងដាក់ចូលវិញទៅវាមិនអីទេពេលនោះនាងក៏ស្រែកខ្លាំងថាអ្នកណាក្លាហានធ្វើអីចឹងនាងគឺជាលោកស្រីវ័យក្មេងនៃត្រកូលលីពាក្យថាលោកស្រីវ័យក្មេងនេះបានធ្វើឲ្យអ្នកបម្រើការសើចចំអកគាត់ក៏និយាយចំអកភ្លាមថានាងមិនសមនឹងតំណែងនោះទេនិយាយចប់គាត់ក៏បញ្ជាឲ្យកូនចៅប្រញាប់ធ្វើសកម្មភាពភ្លាមប៉ុន្តែនៅពេលនោះស្ត្រីនោះបានប្រាប់ពួកគេថាកូនប្រុសច្បងនៅរស់នៅឡើយទេប៉ុន្តែអ្នកបម្រើប្រាប់គាត់ថាតើកូនប្រុសច្បងនៅរស់ឬអត់រឿងនោះគឺលោកយាយជាអ្នកសម្រេចថ្ងៃនេះពួកគេទាំងពីរនាក់ត្រូវតែបញ្ជូនទៅដុតបំផ្លាញចោលដូច្នេះហើយគាត់ក៏បញ្ជាឲ្យកូនចៅប្រញាប់ធ្វើសកម្មភាពម្ដងទៀតកុំនិយាយច្រើនទៀតអីតែសំណាងល្អស្ត្រីនោះនៅតែមានជំនាញខ្លះមិនយូរប៉ុន្មាននាងក៏ចាប់ផ្ដើមវាយតប់អ្នកដែលចេះតែស្អៀមមិនធ្វើការគឺអង្គរៈទាំងនោះឲ្យពួកគេចុះចាញ់និងស្ដាប់បង្គាប់ចុងក្រោយនាងក៏បានទេកំភ្លៀងមួយដៃខ្លាំងទៅលើអ្នកបម្រើអ្នកហ៊ានទេខ្ញុំឬចៅហ្វាយវីឆ្កែតើចាំបាច់សុំការអនុញ្ញាតពីឆ្កែអ្នកចូលចិត្តដំឈូនេះខ្លាំងណាស់នាងនឹងឲ្យអ្នកចូលឈូនេះហើយនិយាយចប់នាងក៏ចាប់អ្នកបម្រើដោយដៃម្ខាងទោះជាគាត់អង្វរយ៉ាងណាក៏ដោយស្ត្រីនោះក៏បោះគាត់ចូលទៅក្នុងឈូដោយមិនខ្វល់ខ្វាយអ្វីឡើយសកម្មភាពដ៏កាចសាហាវទាំងនេះធ្វើឲ្យស្រីបម្រើក្នុងផ្ទះភ័យខ្លាចជាខ្លាំងពួកគេម្នាក់មិនហ៊ានធ្វើរឿងអសិលធម៌ទៀតទេបន្ទាប់មកស្ត្រីនោះក៏បានប្រាប់ពួកគេឲ្យប្រញាប់បីកូនប្រុសច្បងត្រឡប់ទៅបន្ទប់វិញរហូតដល់ពេលនោះហើយទើបនាងក្រមុំបានមើលមុខបុរសនោះបានច្បាស់គេមានរូបរាងសង្ហាគួរឲ្យចាប់អារម្មណ៍គ្រាន់តែថាគាត់ហាក់ដូចជាមានអាយុខ្លីបន្ទាប់មកនាងក្រមុំក៏ចាប់ជីពចររបស់បុរសនោះទើបនាងដឹងថាគាត់ត្រូវបានបំពុលថែមទាំងជាជាតិពុលចម្រុះដែលពិបាកបំផុតក្នុងការព្យាបាលទៀតដូច្នេះហើយនាងក៏ប្រញាប់ស្រាយយកអាវរបស់បុរសនោះចេញដើម្បីចាក់បញ្ចូលវិទ្យាសាស្ត្រទប់ស្កាត់ជាតិពុលក្នុងខ្លួនគេប៉ុន្តែពេលដែលនាងកំពុងសរសើររូបរាងកាយរបស់បុរសនោះក៏ភ្ញាក់ឡើងភ្លាមហើយចាប់ដៃរបស់នាងជាប់គាត់ភ័យស្លន់ស្លោហើយប្រញាប់ពន្យល់ថានាងគឺជាគ្រូពេទ្យចិនជំនាញពិតប្រាកដអាចព្យាបាលបន្សាបជាតិពុលឲ្យគាត់បានប៉ុន្តែចំពោះមុខភរិយាថ្មីដែលមិនដែលស្គាល់គ្នានេះបុរសនោះក៏បដិសេធនាងភ្លាមតែម្ដងតែមួយសន្ទុះក្រោយមកគាត់ក៏ចាប់ផ្ដើមក្អកចេញឈាមដើម្បីបង្ហាញថាខ្លួនពិតជាមានសមត្ថភាពអាចព្យាបាលជំងឺបាននាងក៏និយាយប្រាប់ពីអាការៈជំងឺរបស់បុរសនោះដោយម៉ឺងម៉ាត់ព្រមទាំងប្រាប់គាត់ថាប្រសិនបើនៅតែបន្តពន្យាពេលទៀតនោះគាត់នឹងអាចរស់បានយ៉ាងយូរត្រឹមតែ3ខែប៉ុណ្ណោះហើយអ្វីបានជានាងដឹងថាខ្ញុំអាចរស់បានតែ3ខែទៀតអ្នកពិតជាយល់ពីជំនាញនេះមែនពិតណាស់ស្ដាប់បើឯងមិនរស់នៅល្អទេខ្ញុំនឹងតាមកប់ជាមួយឯងដែរខ្ញុំទើបតែចេញមកទេខ្ញុំមិនទាន់បានសងសឹកឲ្យម្ដាយខ្ញុំនៅឡើយទេខ្ញុំគិតថាខ្ញុំស្លាប់លឿនពេកហើយខ្ញុំនឹងសម្រេចជោគវាសនារបស់ឯងដើម្បីកុំឲ្យបុរសនោះបដិសេធទៀតស្ត្រីនោះក៏ប្រញាប់ខ្ទប់មាត់គាត់បន្ទាប់មកនាងក៏ប្រកាសចាក់បញ្ចូលប្រាក់ចំកន្លែងឲ្យចំនឹងខ្លាំងលើចំណុចសរសៃរបស់បុរសនោះចំណែកឯអ្នកគ្រប់គ្រងផ្ទះដែលនៅក្នុងឈូសសំខាន់ទៀតទីបំផុតក៏បានរុញគម្របបំឈូសចេញហើយថែមទាំងរអ៊ូតុំបណ្ដានិយាយថានឹងត្រឡប់ទៅរកលោកស្រីដើម្បីប្តឹងផ្ដោតប៉ុន្តែនៅពេលដែលលោកស្រីដឹងថាផែនការរបស់នាងទាំងមូលត្រូវបរាជ័យគឺឥតប្រយោជន៍នឹងទេស្អាក៏បានទេកំភ្លៀងមួយដៃទៅលើមុខអ្នកគ្រប់គ្រងផ្ទះហើយជឿពួកគេយ៉ាងខ្លាំងថាពួកគេសុទ្ធតែជាមនុស្សអត់ប្រយោជន៍មួយក្រុមសោះតែមិនអាចចាត់ការក្មេងស្រីម្នាក់បានតែអ្នកគ្រប់គ្រងផ្ទះបានពន្យល់ថាក្មេងស្រីនោះមានក្បាច់គុណខ្លះហើយនាងវិតបមកវិញយ៉ាងសាហាវពេលឮដូច្នេះលោកស្រីក៏បញ្ជាអ្នកគ្រប់គ្រងផ្ទះជាបន្ទាន់ឲ្យពួកគេត្រូវតែធ្វើអ្វីក៏ដោយថ្ងៃនេះត្រូវតែបញ្ជូនគូស្វាមីភរិយាថ្មីនេះឲ្យទៅនរកបានអ្នកបម្រើឃើញថាវិធីត្រង់មិនអាចធ្វើទៅបានទេដូច្នេះហើយគាត់ក៏ប្រើល្បិចកពេលនោះគាត់ក៏លីថ្នាំពុលកណ្ដុរចូលក្នុងបាយទឹករបស់ពួកគេរួចក៏លើកយកទៅបន្ទប់លោកម្ចាស់តូចដោយក្តីរីករាយពេលស្ត្រីនោះឃើញអាហារដែលសាមញ្ញបែបនេះនាងក៏សួរដេញដល់អ្នកបម្រើនោះភ្លាមថាតើគ្រួសារនេះខ្សែធនឬក៏ខ្លាំងពេកហើយដល់ថ្នាក់គ្មានលទ្ធភាពទិញសាច់ផងប៉ុន្តែអ្នកបម្រើធ្វើពើមិនខ្វល់ខ្វាយអ្វីឡើយនិយាយថាសុទ្ធតែជាអ្នកចិត្តស្លាប់ហើយញ៉ាំអាហារឆ្ងាញ់ធ្វើអ្វីឬដូច្នេះស្ត្រីនោះក៏ក្រោកឈរភ្លាមហើយញ៉ាំម្ហូបដែលទើបតែដួសញាត់ចូលមាត់អ្នកបម្រើចូលទៅតើអញធ្វើអ្វីត្រូវការទេមិនត្រូវការទេនោះហើយកុំបារម្ភអីយើងពួកតែមួយខ្ញុំនឹងការពីឯងនេះជាលើកដំបូងដែលអញចង់ការពីខ្ញុំគួរឲ្យចាប់អារម្មណ៍ណាស់អញតាមដានខ្ញុំព្រោះតែលុយអញឈ្គូទេមិនយកទេដូចនេះគឺកុំបារម្ភយើងនៅជាមួយគ្នាក្នុងស្ថានភាពតែមួយខ្ញុំនឹងការពារអ្នកនេះជាលើកទី1ហើយដែលពួកអ្នកចង់ការពារខ្ញុំគួរឲ្យចាប់អារម្មណ៍សម្លឹងមើលអ្នកតើខ្ញុំបានលុយដែរទេអ្នកមានបញ្ហាផ្លូវចិត្តឬអ្នកមើលខ្លួនឯងមើលថាមានអ្វីឈប់គិតទៅពួកគេធ្វើដាក់អ្នកបែបនេះតើអ្នកអាចរកលុយបានយ៉ាងម៉េចខ្ញុំនឹកឃើញហើយតើយើងត្រូវធ្វើម៉េចដើម្បីរកលុយខ្លះណែរបស់នេះថ្លៃណាស់មែនទេចុះបើពួកយើងយកវាទៅដាក់លក់ដើម្បីដូរយកលុយវិញយ៉ាងម៉េចទឹកដោះគោ10កែវខ្ញុំលក់វាហើយលក់ហើយមែនទេលក់ហើយមែនទេ
ការលក់បញ្ចុះតម្លៃដើម្បីគ្រាន់តែបានអាហារហូបមួយពេល1,300 យន់ទាំងអស់300 យន់មួយនេះមិនមែនជាធូរទ្រព្យរបស់រាជវង្សសុងទេថ្លៃដល់ទៅ8ច្បាស់ថាចង់ទិញមួយមែនទេខ្ញុំទិញខ្ញុំយល់ហើយលោកជំទាវនាងកញ្ចាស់នោះដឹងរឿងទាំងអស់តែធ្វើជាស្ងាត់អ្នកត្រូវតែស្ដីបន្ទោសនាងឲ្យខ្លាំងទៅរកបានជាង3,000ហើយយ៉ាងណាក៏ដោយនេះ3,000ជាងក្រៅពីត្រូវទិញថ្នាំត្រូវទិញម្ជុលប្រាក់ទៀតដូចជាមិនសូវច្រើនទេលោកយាយមានជំងឺបេះដូងដោយសារតែអារម្មណ៍រំភើបខ្លាំងពេកខ្ញុំនឹងចាក់ម្ជុលឲ្យលោកយាយមួយម្ជុលអូកញ្ញាដ៏ល្អអរគុណដែលបានជួយខ្ញុំតែចៃចង់បានរង្វាន់អ្វីគ្រាន់តែប្រាប់មកមិនបាច់ទេលោកយាយគួរតែទៅពេទ្យពិនិត្យម្ដងទៀតខ្ញុំមានការងារត្រូវធ្វើខ្ញុំទៅមុនហើយអូកញ្ញាល្អណាស់លឿនឡើងតើឯងរំខានឬអត់នាងជាមនុស្សដៃថោកហ៊ានវាយខ្ញុំនាងមិនមែនជាដាធានទេនាងជាអ្នកណាផ្ទះខ្ញុំមិនមែនជាកន្លែងដែលនាងអាចមកធ្វើអីបានទេធ្វើឲ្យខ្ញុំភ័យស្លាប់ហើយនាងមិនស្គាល់សំបីតែលោកស្រីម្ចាស់ផ្ទះឯងផងអូនាងនិងប្តីនាងសុទ្ធតែដូចជាជនបទអីចឹងយ៉ាងខ្វាងលីនខ្ញុំមិនធ្វើបែបនោះទេនាងពិតជាមានភាពក្លាហានដូចឆ្កែខ្លាំងណាស់ហ៊ានលួចយកអនុប្រធានរបស់ខ្ញុំទៅលក់ទៀតទេកុំចោទប្រកាន់ខ្ញុំដោយអយុត្តិធម៌អីឆ្អឹងទាំងនោះសុទ្ធតែប្តីខ្ញុំទិញទេតើវាតាក់ទងអ្វីនឹងនាងហេអញជាខ្មោចអាយុខ្លីនៅសល់តែដង្ហើមចុងក្រោយហើយរងចាំគាត់ស្លាប់ទៅរបស់របរទាំងអស់